បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានការចែករំលែកចំណេះដឹងអំពីការអប់រំកូនអញ្ចឹងដូចជាពុកម៉ែបងប្អូនដឹងហើយថាការមានកូននេះគឺជាបន្ទុកមួយដល់ធ្ងន់ណាតែយើងក៏ដឹងថាកូនគឺត្រូវការការពារក៏ដូចជាការអប់រំអ្វីខ្លះអំពីឪពុកម្ដាយដែលជាអាណាព្យាបាលអញ្ចឹងទៀតសោតការអប់រំកូននេះគឺមិនសំដៅថាឲ្យគាត់នឹងឲ្យគាត់ពឹងណាស់ពេកទេអញ្ចឹងការអប់រំតាមស្ថានភាពតាមស្ថានភាពជាក់ស្ដែងឥឡូវកូនហ្នឹងគាត់ស្ថិតនៅក្នុងអាយុប្រហែលឆ្នាំហើយយើងអប់រំគាត់ហ្នឹងរបៀបណាដើម្បីឲ្យគាត់ហ្នឹងទទួលបាននៅអ្វីដែលឪពុកម្ដាយដែលជាអាណាព្យាបាលនេះផ្ដល់ជូនគាត់ក្នុងការអប់រំគាត់កម្រិតណាដែលគាត់ទទួលយកបានមិនមែនថាគាត់នៅអាយុតិចគាត់នៅរៀនសាលាបឋមឬក៏មត្តេយ្យសិក្សាហើយអប់រំគាត់កម្រិតដល់មធ្យមសិក្សាឬក៏ឧត្តមសិក្សាអត់បានទេអញ្ចឹងខុសកម្រិតរបស់គាត់ហើយអញ្ចឹងគាត់ទទួលយកអត់បានទេនៅការអប់រំកូនអញ្ចឹងដែរខ្ញុំចង់ជជែកនិងផ្ដល់ចំណុចសំខាន់ទាក់ទងនឹងការអប់រំកូននេះឲ្យបានល្អជាងមុនដោយសារតែការអប់រំគាត់តាមកម្រិតគឺគាត់ទទួលយកបានហើយនឹងគាត់ទទួលយកបរិយាកាសបានល្អពីឪពុកម្ដាយហើយគាត់ទទួលយកបានកលឹះពីចំណុចនៃការអប់រំរបស់អាណាព្យាបាលផ្ទាល់ខ្លួននឹងបានល្អគឺទៀតសោតគាត់ទទួលយកបរិយាកាសខាងក្នុងនិងបរិយាកាសខាងក្រៅបរិយាកាសខាងក្នុងយើងនិយាយថាបរិយាកាសខាងក្នុងគឺស្ថិតនៅក្នុងការអប់រំរបស់អាណាព្យាបាលខាងក្នុងគឺថាបរិយាកាសខាងក្នុងគឺអប់រំក្នុងផ្ទះតែបើបរិយាកាសខាងក្រៅគឺអប់រំក្រៅផ្ទះឧទាហរណ៍ដូចជាការអប់រំខាងក្រៅផ្ទះដូចជាពុកម៉ែបងប្អូនដឹងហើយថាការអប់រំខាងក្រៅផ្ទះគឺឲ្យគាត់មកសាលារៀនគឺគាត់នឹងបានជួបជុំមិត្តភ័ក្តិជាច្រើនដែលគាត់រាប់អាននៅក្នុងថ្នាក់រៀនរបស់គាត់ហ្នឹងហើយនឹងគ្រូប្រចាំថ្នាក់របស់គាត់ហ្នឹងមានការអប់រំបន្ថែមគាត់ស្គាល់ពីបរិយាកាសខាងក្រៅបានច្រើននោះហើយគឺការអប់រំរបស់គាត់ទទួលបានភាពជោគជ័យហើយនឹងទទួលបានភាពឆ្លាតវៃនៅពេលនោះដែលគាត់ទទួលយកបរិយាកាសខាងក្រៅបានច្រើនហើយបន្ទាប់មកគាត់គួបផ្សំជាមួយនឹងបរិយាកាសខាងក្នុងដែលឪពុកម្ដាយក៏ព្យាយាមគាត់លើកទឹកចិត្តកូនដោយការខិតខំប្រឹងរៀនបាទដោយការទន្ទិញការខិតខំប្រឹងប្រែងរៀនសូត្រការអានសភៅទន្ទិញការមើលការចំណាំការធ្វើលំហាត់ហើយនឹងជួបជុំមិត្តភ័ក្តិរបស់គាត់ខាងក្រៅហ្នឹងគឺគាត់ត្រូវតែព្យាយាមធ្វើលំហាត់ទូចជាមួយនឹងមិត្តភ័ក្តិគាត់ហ្នឹងជាក្រុមបាទដើម្បីគាត់ទទួលយកបរិយាកាសខាងក្រៅហ្នឹងឲ្យបានច្រើននឹងស៊ាំបរិយាកាសខាងក្រៅហើយគឺគាត់លេងខ្លាចទេអញ្ចឹងមជ្ឈដ្ឋានខាងក្រៅហ្នឹងគឺគាត់លេងខ្លាចទេគឺគាត់ត្រូវតែហ៊ានគ្រប់ចំណុចទាំងអស់ចំណុចណាដែលថាគាត់ខ្វះខាតឪពុកម្ដាយគាត់ជាអ្នក care នឹងអប់រំគាត់បន្ថែមទៀតដើម្បីឲ្យគាត់នឹងមានភាពគេហៅថា reflexible តាមគេហៅថាបរិយាកាសគឺគាត់ឆ្ពោះទៅមុខហើយខួរក្បាលរបស់គាត់ហ្នឹងកាន់តែឆ្លាតកាន់តែចាប់បានលឿនបាទអាហ្នឹងការអប់រំកូនហ្នឹងតកតទៅនឹងការអប់រំកូនក្នុងបរិយាកាសខាងក្រៅនិងបរិយាកាសខាងក្នុងជាមួយនឹងឪពុកម្ដាយដូចជាអាណាព្យាបាលចឹងហើយទៀតសោតមួយទៀតការអប់រំកូននេះដែរគឺមិនមែនថាគាត់ទទួលស្គាល់បានពីចំណុចនឹងហើយគឺគាត់ចាប់សັບគ្រប់នឹងអត់ទេគឺត្រូវឲ្យគាត់មានចំណីអាហារបន្ថែមទៀតចំណីអាហារទី1ការអប់រំកូនដោយឲ្យគាត់ញ៉ាំអាហារប្រភេទណាកុំឲ្យគាត់នឹងសុខភាពទៅតាមលើសុខភាពរបស់គាត់នឹងល្អមិនល្អក៏យើងជាអាណាព្យាបាលក៏ដឹងដែរអញ្ចឹងទេអាហារណាប្រភេទអាហារណាដែលយើងផ្ដល់រូបត្ថម្ភអាហាររូបត្ថម្ភណាដែលផ្ដល់ជូនកូនឲ្យគាត់ញ៉ាំទៅបានសុខភាពល្អកូននឹងក៏រៀនឆ្លាតតាមនឹងដែរ
បាទអញ្ចឹងយើងផ្ដល់អាហារណាដែលមានអាហាររូបត្ថម្ភច្រើនអាហារដែលជួយឲ្យពោះក្បាលហ្នឹងវិវត្តទៅមុខហើយនឹងល្អ ចាក់ទៅនឹងចំណីអាហារហើយមួយវិញទៀតចាក់ទៅនឹងផ្លូវអារម្មណ៍របស់កូនយើងកុំដាក់បន្ទុកលើកូនខ្លាំងពេកចាក់ទៅនឹងទី1ចាក់ទៅនឹងការរៀនសូត្ររបស់គាត់ទាំងដែរគាត់រៀនបានប្រហែលគាត់ចាស់ចូលប៉ុណ្ណឹងទៅអញ្ចឹងចូលព្យាយាមផ្ដល់យោបល់ជូនគាត់ហើយក៏អប់រំគាត់ថាកូនហើយកូនឯងពេលព្រឹកឡើងកូនឯងមានទម្លាប់មួយថាងើបម៉ោងព្រឹកមុនម៉ោងរៀនមុនម៉ោងកូនទៅរៀនហ្នឹងគឺកូនត្រូវតែហូបឡើងឲ្យបានកន្លះម៉ោងឬក៏5-10នាទីឬក៏20នាទីដើម្បីអានសៀវភៅដើម្បីអីដើម្បីឲ្យចាំមកតង់ហើយពេលដល់ចូលសាលាយើងនឹងបានចាំមកតង់ទៀតហើយបាទជួបប្រសិនបើយើងមិនបានទន្ទិញសៀវភៅមិនបានអានសៀវភៅទេអញ្ចឹងដល់ពេលដល់សាលាជើងក៏ពិបាកក្នុងការទន្ទិញការចាំដែរបើសិនបើយើងអាចនឹងអានច្រើនលើកច្រើនសារហើយគឺយើងអាចនឹងចាំបានច្រើនអានេះចំពោះកូនដែលគាត់បានទៅរៀនទៅអីហ្នឹងគឺយើងអប់រំកូនតាមការជំរុញឲ្យគាត់អានសៀវភៅបានច្រើនហើយនឹងធ្វើលំហាត់ដែលលោកគ្រូដាក់ឲ្យលោកគ្រូអ្នកគ្រូហ្នឹងដាក់ឲ្យមកធ្វើនៅផ្ទះកិច្ចការសាលាហ្នឹងគឺធ្វើឲ្យបានច្រើនបាទនេះជំនួយអាហ្នឹងចាប់សັບគ្រប់មួយចំណុចហ្នឹងហើយខ្ញុំចង់និយាយពីចំណុចមួយទៀតដែលចង់ឲ្យកូនមានបរិយាកាសល្អមួយចំណុចទៀតគឺត្រូវតែឲ្យកូនហ្នឹងដើរកំសាន្តខ្លះដែរមិនមែនថាឲ្យកូនហ្នឹងខំប្រឹងតែរៀនខំប្រឹងតែព្យាយាមធ្វើលំហាត់ដែលលោកគ្រូដាក់ឲ្យមកធ្វើហ្នឹងចឹងទេអញ្ចឹងត្រូវតែផ្ដល់នៅចំណុចអារម្មណ៍របស់គាត់មួយគឺឲ្យគាត់បានដើរកំសាន្តដូចជាឥឡូវយើងនាំគាត់ទៅផ្សារទំនើបឬក៏ទៅ shopping ដើម្បីឲ្យគាត់ទៅឃើញបរិយាកាសខាងក្រៅទៀតដូចជាទៅខាងផ្សារទំនើបបានហ្នឹងល្អអញ្ចឹងមានថាកូនគាត់បានឃើញអ្វីដែលប្លែកខាងក្រៅគឺគាត់ឆ្ងល់គាត់អាចមកសួរយើងជាអាណាព្យាបាលគាត់ថាបានដើម្បីអីដើម្បីឲ្យចំណេះដឹងរបស់គាត់ពីខាងក្រៅហ្នឹងឲ្យបានទូលំទូលាយដើម្បីឲ្យគាត់ស្គាល់ពីបរិយាកាសខាងក្រៅមានអីប្លែកអញ្ចឹងណាអញ្ចឹងមានន័យថាធ្វើឲ្យអារម្មណ៍របស់គាត់ធូរស្រាលហើយមិនដាក់បន្ទុកទៅលើការរៀនសូត្រគាត់ពេកទេអញ្ចឹងធ្វើឲ្យអារម្មណ៍របស់គាត់ហ្នឹងកាន់តែល្អជាងមុនទៀតគាត់រៀនបានចូលហើយម្យ៉ាងវិញទៀតអាចនឹងនាំគាត់ទៅដើរកំសាន្តនៅរមណីយដ្ឋានណាដែលនៅចិត្តផ្ទះឬក៏អាចឆ្ងាយពីផ្ទះក៏ថាក៏អាចបានដែរក្នុងករណីដែលពុកម៉ែបងប្អូនមានវេទនាពីការងារហ្នឹងគឺជូនគាត់ដើរទៅកំសាន្តកន្លែងណាដែលថាដូចកន្លែងអាងហែលទឹកឬក៏មានរមណីយដ្ឋានណាដែលមានធម្មជាតិអីល្អកន្លែងណាដែលអាចដើរលេងបានហ្នឹងឲ្យគាត់ដើរលំហែដែលនឹងឲ្យបានច្រើនតិចទៅហ្នឹងហើយដើម្បីកំដរបរិយាកាសអារម្មណ៍របស់គាត់ហ្នឹងឲ្យបានធូរស្រាលពីការរៀនសូត្រហ្នឹងដែរអញ្ចឹងសរុបសេចក្តីមកខ្ញុំមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអញ្ចឹងបើសិនបើការនិយាយរបស់ខ្ញុំនេះមានការខុសឆ្គងឬក៏អត់ត្រូវត្រង់ចំណុចពុកម៉ែបងប្អូនអាច cancel ចោលហើយយកអ្វីទៅចំណុចល្អចាក់ជូននៅក្នុងវីដេអូនេះដែររបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងអរគុណច្រើនសូមជម្រាបលា